កូរ៉េខាងជើងក្រុងបញ្ជូនអ្នកបច្ចេកទេសយោធាបន្លំធ្វើស៊ីវិលទៅជួយរុស្ស៊ីផលិតដ្រូនកូរ៉េខាងជើងកំពុងត្រៀមបញ្ជូនអ្នកបច្ចេកទេសទៅកាន់រុស្ស៊ីដើម្បីជួយផលិតដ្រូនដែលខ្លាញ់បន្លំអ្នកជំនាញយោធាឲ្យទៅជាកម្មករស៊ីវិលដើម្បីលាក់បាំងទំហំនៃការគ្រប់គ្រងរបស់ខ្លួននេះបើយោងតាមប្រភពដែលដឹងអំពីព័ត៌មាននេះប្រាប់ទៅកាន់ទីភ្នាក់ងារ Daily NK ដំណើរការជ្រើសរើសបានឈានដល់ដំណាក់កាលសំខាន់ហើយដែលមានការណែនាំផ្ទៃក្នុងអនុញ្ញាតឲ្យបុគ្គលិកបច្ចេកទេសយោធាមួយចំនួនត្រូវបានបដូរអត្តសញ្ញាណជាស៊ីវិលមុនពេលបញ្ជូនទៅចំណែកភាគីរុស្ស៊ីបានបញ្ជាក់ថាខ្លួននឹងទទួលយកកម្មករដែលអាចបំពេញការងារតាមខ្សែសង្វាក់ផលិតកម្មដូចជាដំឡើងដ្រូនការកាន់កាប់គ្រឿងបន្លាស់និងការដឹកជញ្ជូនជាដើមរុស្ស៊ីនឹងត្រួតពិនិត្យលើការផលិតស្នូលនិងបច្ចេកវិទ្យាសំខាន់ខណៈបុគ្គលិកកូរ៉េខាងជើងនឹងកាន់កាប់លើការដំឡើងបន្តបន្សំការជួយជ្រោមជ្រែងផលិតកម្មនិងត្រួតពិនិត្យប្រតិបត្តិការទីក្រុងភ្ជុងយ៉ាងបានផ្ដល់អាទិភាពដល់កម្មករដែលមានបទពិសោធន៍ខាងការផ្សារដែកវិស្វករតង់ខ្យងទាបនិងការជួសជុលឧបករណ៍ដែលនេះបង្ហាញថាខ្លួនកំពុងស្វែងរកការស្រូបចំណេះដឹងផ្នែកផលិតដ្រូនជាជាងគ្រាន់តែផ្ដល់កម្លាំងពលកម្ម